រុនជួយក៏ក្រាកតំបន់មជ្ឈិមបពីហើយនៅពេលនេះលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកបានបើកភ្លើងខៀវឲ្យទ័ពអាមេរិកយកគ្រាប់បែកជ្រាយធរណីធំបំផុតលើលោកចូលវាយប្រហារអេរ៉ុងហើយថែមទាំងបានជូនពរឲ្យលោកអាយ៉ាតូឡាអាលីកាមេនីមេដឹកនាំកំពូលអេរ៉ុងឲ្យសំណាងល្អទៀតផងក្រោយមេដឹកនាំកំពូលអេរ៉ុងរូបនេះបានបោះពាក្យសម្ដីព្រមានអាមេរិកកប់មាត់ថាប្រយ័ត្នខ្ទេចគ្មានថ្ងៃស្រោចស្រង់មកវិញបានបន្ទាប់ពីលោកដូណាល់ត្រាំគម្រាមចូលរួមជាមួយអ៊ីស្រាអែលដើម្បីកំទេចមូលដ្ឋានយោធានិងទីតាំងនុយក្លេអ៊ែររបស់អេរ៉ុងឲ្យមុតដោយផេះនិងក្រោយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលបង្ហើរវោហាថាណូណាដែលដើរតាមផ្លូវរបស់សាដាមហ៊ូសែននឹងមានជោគវាសនាដោយអតីតមេដឹកនាំអ៊ីរ៉ាក់រូបនេះជាក់ជាមិនខានយោងតាមបណ្ដាញសារព័ត៌មាន BBC និង CBS បានរាយការណ៍ថាកាលពីថ្ងៃពុធម្សិលមិញនេះលោកត្រាំបានអនុម័តរួចហើយនៅផែនការវាយប្រហារអេរ៉ុងប៉ុន្តែនៅមិនទាន់ធ្វើការសម្រេចចុងក្រោយថាតើត្រូវវាយប្រហារប្រទេសនេះឬក៏អត់នៅឡើយនោះទេពេលអ្នកកាសែតសួរនាំអំពីរឿងចរចាគ្នាលោកត្រាំបានឆ្លើយយ៉ាងលយថាវាហួសពេលទៅហើយមាននៅចាំទេថាតើនរណាគឺជាអ្នកផ្ដាច់ជីវិតកាហ្សេមសូឡៃម៉ានីមេដឹកនាំកំពូលរបស់អេរ៉ុងនៅអ៊ីរ៉ាក់នោះគឺលោកដូណាល់ត្រាំនឹងឯងដែលជាហេតុធ្វើឲ្យគេគិតថាការគម្រាមរបស់លោកមិនអាចមើលស្រាលបានទេលោកត្រាំបាននិយាយថាអ្វីហួសពេលទៅហើយពេលនេះបន្ទាប់ពីលោកអាយ៉ាតូឡាអាលីកាម៉ានីទាត់ចោលនៅការទាមទាររបស់លោកដូណាល់ត្រាំឲ្យអេរ៉ុងលុតជង្គង់អោនក្បាលចោះចេញនោះមិនត្រឹមតែស្ដាប់បញ្ចូលការទាមទាររបស់លោកត្រាំលោកអាយ៉ាតូឡាអាលីកាម៉ានីថែមទាំងបានប្រមានយ៉ាងក្តៅគគុកទៅវិញផងដែរថាអេរ៉ុងនឹងមិនទៅលូនក្រាបចូលច្រកទ្វេសេតាវិមានដើម្បីសុំអង្វរនោះឡើយហើយលោកក៏សូមផ្ដាំផងដែរថាអាមេរិកប្រយ័ត្នខ្ទេចគ្មានថ្ងៃស្ដារឡើងវិញបានបើហ៊ានទៅលូកដៃចូលជួយអ៊ីស្រាអែលនោះនៅក្នុងការប្រយុទ្ធគ្នា7ថ្ងៃកន្លងមកនេះអេរ៉ុងបាញ់ស្រោចមីស៊ីលប៉ាឡេស្ទិកមិនក្រោម400គ្រាប់នោះទេទៅលើអ៊ីស្រាអែលនៅក្នុងនោះគេជឿជាក់ថាមានប្រហែលជា40គ្រាប់បានទម្លុះសំណាញ់ដែកដ៏ក្រាស់ឃ្មឹករបស់អ៊ីស្រាអែលបានដោយជោគជ័យហើយគេប៉ាន់ប្រមាណថាអេរ៉ុងនៅមានមីស៊ីលប៉ាឡេស្ទិកនិងមីស៊ីលលឿនជាងសំឡេងប្រហែលជា1800គ្រាប់ទៀតផងគណៈមានការវិភាគថាយ៉ាងយូរប្រហែលជា10ថ្ងៃទៀតស្ដេចការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែលអស់គ្រាប់បាញ់ហើយប្រហែលជាដឹងយ៉ាងដូចនេះទើបលោកដូណាល់ត្រាំប្រញាប់ប្រញាល់ប្រកាសចូលជួយអ៊ីស្រាអែលគ្រាន់តែយន្តហោះសម្រាប់ចាក់សាំងលើមេឃរបស់លោកត្រាំត្រៀម30គ្រឿងឯណោះនាវាផ្ទុកយន្តហោះចម្បាំងក៏ត្រៀមរួចជាស្រេចផងដែរហើយអ្វីដែលស្ដាប់ទៅព្រឺឆ្អឹងនោះគឺមានសេចក្តីរាយការណ៍ថាអាមេរិកនឹងយកគ្រាប់បែកជ្រាយធរណីបំបែកភ្នំដ៏មានអានុភាពបំផុតរបស់ខ្លួនមកកំទេចទីតាំងនុយក្លេអ៊ែរវ៉ាដូដ៏សំខាន់បំផុតរបស់អេរ៉ុងចោលតែម្ដងនោះគឺមហាគ្រាប់បែកដែលមានឈ្មោះថា GBU 57ដែលមានសមត្ថភាពជ្រែកដីបានជម្រៅប្រហែលជា61ម៉ែត្រមុនពេលផ្ទុះវាមានប្រវែងប្រហែលជា6ម៉ែត្រនិង20សង់ទីម៉ែត្រនិងមានទម្ងន់ប្រហែលជា13តោន600គីឡូក្រាមហើយក្បាលគ្រាប់របស់វាត្រូវបានគេគិតថាមានផ្ទុករំសេះផ្ទុះប្រហែលជា2400គីឡូក្រាមជាពិសេសប្រភេទ AFX 757និង PBHN 114នេះបើយោងតាមគេហទំព័រវិភាគការពារជាតិ The World Zone ស្រោមក្បាលគ្រាប់នេះទៀតសោតគឺត្រូវបានផលិតចេញអំពីលោហៈធាតុដែកដែលមានប្រសិទ្ធភាពខ្ពស់និងពិសេសបំផុតនាពេលបច្ចុប្បន្ននេះគឺមានតែអាមេរិកទេដែលមានមហាគ្រាប់បែក GBU 57ហើយមានតែយន្តហោះ B2 Spirit តែមួយគត់ដែលអាចដឹកវាទម្លាក់គោលដៅរបស់សត្រូវប្រកបដោយប្រសិទ្ធភាពបានផលិតដោយក្រុមហ៊ុនអាកាសចរនិងការពារជាតិអាមេរិកកាំង Northrop Grumman យន្តហោះនេះគឺអនុញ្ញាតឲ្យតែកងទ័ពអាកាសអាមេរិកប្រើប្រាស់តែប៉ុណ្ណោះកងទ័ពសម្ព័ន្ធមិត្តផ្សេងទៀតគឺមិនឲ្យប៉ះនោះឡើយហេតុអ្វីបានជាអាមេរិកត្រូវប្រើប្រាស់គ្រាប់បែក GBU 57នេះនោះគឺដោយសារតែទីតាំងនុយក្លេអ៊ែរ Fordo ដ៏សំខាន់បំផុតរបស់អេរ៉ុងគឺស្ថិតនៅក្រោមភ្នំដោយមានការចាក់បេតុងការពារចុះទៅក្រោមដីជម្រៅប្រហែលជា8ទៅ90ម៉ែត្រឯណោះហើយគ្រាប់បែក GBU 57ទាល់តែទម្លាក់ជាច្រើនគ្រាប់បន្តកន្ទុយគ្នាទើបប្រកាសថាអាចកំទេចទីតាំងមួយនេះបានដែលនេះមានន័យថាបើពឹងទៅលើសមត្ថភាពរបស់អ៊ីស្រាអែលគឺទៅមិនរួចនោះទេដើម្បីបញ្ជាក់ថាទីតាំងនុយក្លេអ៊ែរនេះគឺស្ថិតនៅក្នុងទីក្រុងរ៉ូមដែលមិនស្ថិត
នៅមិនឆ្ងាយប៉ុន្មានពីទីក្រុងតេរ៉ុងនោះឡើយហើយទីតាំងនេះត្រូវបានគេសង្ស័យថាកំពុងតែចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលជិតឈានទៅដល់អាចផលិតបានគ្រាប់នុយក្លេអ៊ែរប្រហែលជា10គ្រាប់ឯណោះអនុរដ្ឋមន្ត្រីការបរទេសរបស់អ៊ីស្រាអែលបានហៅការវាយប្រហាររបស់អេរ៉ុងលើមន្ទីរពេទ្យ Zoroka ដែលស្ថិតនៅក្នុងទីក្រុង Beersheba នៅក្នុងតំបន់ Negev នៃភាគខាងត្បូងប្រទេសអ៊ីស្រាអែលថាជាចេតនានិងឧក្រិដ្ឋកម្មលោកស្រី Zaran ដែលបានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថាកន្លែងដែលអេរ៉ុងវាយប្រហារនេះមិនមែនជាមូលដ្ឋានយោធាទេប៉ុន្តែជាមន្ទីរពេទ្យដោយបន្ថែមថានេះគឺជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រដ៏សំខាន់សម្រាប់តំបន់ Negev ទាំងមូលរបស់អ៊ីស្រាអែលលោកស្រីក៏បានចែករំលែកនៅវីដេអូដែលហាក់បីដូចជាបានបង្ហាញអំពីការខូចខាតនៅក្នុងមន្ទីរពេទ្យនេះផងដែរហើយថាពិភពលោកត្រូវតែចេញប្រឆាំងចំពោះទង្វើនេះខណៈនោះនៅអេរ៉ុងតំបន់ក្បែររោងចក្រនុយក្លេអ៊ែរត្រូវបានរាយការណ៍ថាបានរួមការវាយប្រហារពីសំណាក់អ៊ីស្រាអែលវិញផងដែរមុនការវាយប្រហារនោះកងកម្លាំងការពារជាតិអ៊ីស្រាអែលបានជូនដំណឹងឲ្យប្រជាជនដែលរស់នៅក្នុងតំបន់ទីក្រុងអារ៉ាក់និងខុនដាប់ដែលនៅជិតម៉ាស៊ីនរ៉េអាទ័រឲ្យចាក់ចេញផងដែរដើម្បីសុវត្ថិភាពរបស់ពួកគេនយោបាយថៃកាន់តែច្របូកច្របល់ហើយនៅពេលនេះគណៈកម្មាធិការទទួលបន្ទុកក្រមសីលធម៌នៃព្រឹទ្ធសភាថៃបានប្រកាសនៅថ្ងៃប្រហ័សនេះថាខ្លួននឹងដាក់ញត្តិទៅតុលាការអភិរក្សនិយមនិងគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយដើម្បីទាមទារឲ្យដកលោកស្រីផែថងឋានស៊ីនវត្រាចេញពីតំណែងជានាយករដ្ឋមន្ត្រីតែម្ដងដោយចោទប្រកាន់លោកស្រីថាដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃមិនបានត្រឹមត្រូវជាពិសេសក្រោយលេចធ្លាយសារសម្លេងសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះនេះបើយោងតាមការចេញផ្សាយដែលគេហទំព័រសារព័ត៌មានថៃកៅសុតនៅព្រឹកថ្ងៃប្រហ័សនេះមុនគណៈកម្មការទទួលបន្ទុកក្រមសីលធម៌នៃព្រឹទ្ធសភាប្រទេសថៃបានប្រកាសផែនការទាមទារឲ្យលោកស្រីផែថងឋានលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីយ៉ាងដូចនេះក្រុមគណៈបកប្រឆាំងនិងអ្នកគាំទ្រខាងយោធាដែលមានព្រះមហាក្សត្រនៅពីក្រោយក៏ទាមទារឲ្យលោកស្រីផែថងឋានលាចេញពីតំណែងផងដែរគណៈមានការទាមទារយ៉ាងដូចនេះគណៈបកប៊ុនឆៃថៃក៏បានសម្រេចចិត្តចាក់ចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណៈបកភឿថៃទៅទៀតដោយរដ្ឋមន្ត្រីទាំង8របស់ខ្លួនសិតតែបានប្រកាសលាលែងពីតំណែងព្រមគ្នានេះបើយោងតាមប្រភពពីកាសែត The Nation ដែលនេះបញ្ជាក់ថារដ្ឋមន្ត្រីទាំង8រូបរបស់គណៈបកប៊ុនឆៃថៃនេះគឺនឹងដាក់លិខិតលាលែងពីតំណែងចាប់ពីថ្ងៃប្រហ័សទី19ខែមិថុនានេះតទៅក្រុមរដ្ឋមន្ត្រីទាំងនោះក៏កំពុងតែអំពាវនាវឲ្យនាយករដ្ឋមន្ត្រីផែថងឋានទទួលខុសត្រូវចំពោះការបាត់បង់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ប្រទេសថៃទៀតផងការដើរចេញរបស់គណៈបកប៊ុនឆៃថៃនេះទៀតសោតគឺកើតឡើងក្រោយពេលមានភាពរកាំរកូសរាប់ខែជាមួយនឹងគណៈបកភឿថៃលោកអានុទីនដែលជាមេបកប៊ុនឆៃថៃត្រូវបានគេរាយការណ៍ថាឈានទៅដល់ការអស់ភាពអត់ធ្មត់នៅសប្តាហ៍នេះជុំវិញរឿងគណៈបកភឿថៃដាក់សម្ពាធឲ្យបោះបង់ចោលការគ្រប់គ្រងលើក្រសួងមហាផ្ទៃដ៏មានឥទ្ធិពលនោះបើទោះបីជាគ្មានគណៈបកប៊ុនឆៃថៃដែលមានកៅអី69សម្លេងនៅក្នុងសភាចូលរួមក៏រដ្ឋាភិបាលចម្រុះដឹកនាំដោយគណៈបកភឿថៃនៅតែមានសម្លេងភាគច្រើននៅក្នុងរដ្ឋសភាដែរពលគឺនៅមាន261កៅអីទៀតទល់ទៅនឹងកៅអី234របស់សម្ព័ន្ធគណៈបកប្រឆាំងដែលដឹកនាំដោយគណៈបក People Party បើទោះបីជានៅមានកៅអីគ្រប់គ្រាន់ដើម្បីដឹកនាំរដ្ឋាភិបាលចម្រុះក៏ដោយក៏ប៉ុន្តែឥឡូវនេះការទាមទារឲ្យមានការចោះចេញពីតំណែងកំពុងតែពុះកញ្ជ្រោលកាន់តែខ្លាំងឡើងហេតុដូច្នេះមានតែរងចាំមើលពីបន្តទៀតថាតើលោកស្រីផែថងឋានដែលទើបតែមានវ័យ38ឆ្នាំអាចទ្រាំទ្រទៅនឹងសម្ពាធនេះបានដែរឬក៏យ៉ាងណាបាទភាពចលាចលខាងនយោបាយដែលគេមើលឃើញថាកាន់តែចាក់ឫសជ្រៅឡើងវិញមានន័យថាក្រោយពីភាពស្ងប់ស្ងាត់មួយរយៈគឺដំបូងឡើងគេបានកត់សម្គាល់ឃើញគណៈបកមួយដែលជាក្រុមចម្រុះនៅក្នុងរដ្ឋាភិបាលរបស់លោកស្រីផែថងឋានស៊ីនវត្តនាយករដ្ឋមន្ត្រីថៃនេះគឺគណៈបកភូមិចៃថៃហើយគណៈបកនេះជាគណៈបកធំទី2នៅក្នុងក្រុមចម្រុះមានអាសនៈ69អាសនៈហើយប្រហែលថ្ងៃចុងក្រោយនេះគឺគណៈបកភឿថៃដែលដឹកនាំរដ្ឋាភិបាលមានគម្រោងរុះរើគណៈរដ្ឋមន្ត្រីនៅក្នុងនោះគឺគណៈបកនេះទាមទារយកក្រសួងមហាផ្ទៃត្រឡប់មកវិញ
ហើយជាការដោះដូរបានបកគលតំណែងក្រសួង2ទៅឲ្យគណៈបកភូមិใจไทยដែលបច្ចុប្បន្នតំណែងនេះគឺមុនពេលបកនេះបានដកខ្លួនចេញពីរដ្ឋាភិបាលគឺលោកអនុទិនឆានវរគុណដែលជាមេដឹកនាំបកភូមិใจไทยជាអ្នកកាន់តំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ុន្តែនៅពេលដែលគណៈបកភឿថៃប្រកាសថានឹងយកតំណែងនេះមកវិញដោះដូរឲ្យក្រសួង2គឺក្រសួងសុខាភិបាល1និងតំណែងរដ្ឋមន្ត្រីទទួលបន្ទុកនាយករដ្ឋមន្ត្រីមានន័យថាតំណែងរដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រីនេះគឺក្រសួង2នេះប៉ុន្តែខាងគណៈបកភូមិใจไทยមិនទទួលយកទេគឺខ្លួនចង់បានក្រសួងផ្សេងទៀតគឺក្រសួងសុខាភិបាលគឺខ្លួនទទួលយកប៉ុន្តែកន្លងមកធ្លាប់មានការលើកឡើងពីគណៈបកភឿថៃថាឲ្យក្រសួងពាណិជ្ជកម្មប៉ុន្តែខាងក្រសួងពាណិជ្ជកម្មនេះគឺគ្រាន់តែបង្ហើបមិនបាននិយាយផ្លូវការទេនៅពេលការសម្រេចជាចុងក្រោយបែរជាឲ្យតំណែងរដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្ត្រីទៅវិញដូច្នេះគណៈបកនេះបានលើកឡើងថាគណៈបកភឿថៃបានសង្កត់សង្កិននិងទាមទារជាប់រហូតជាមួយនឹងកូតាតំណែងរបស់គណៈបកភូមិใจไทยដែលឯគណៈបកមួយទៀតគឺគណៈបករួមជាតិថៃគឺ United Thai Party Thai Nation Party ហ្នឹងมันបានទៀមទាទេដោយសារគណៈបកនេះក៏មានអាសនៈនៅក្នុងសភាហ្នឹងគឺ36អាសនៈដែរដូច្នេះហាក់ដូចជាររឿងมันបានលើកនិយាយអ្វីច្រើនទេប៉ុន្តែនៅថ្ងៃពុទ្ធម្សិលមិញនេះស្របពេលមានការបែកធ្លាយសារសម្លេងនៃការសន្ទនារវាងសម្ដេចដៃជូប្រធានព្រឹទ្ធសភាជាមួយនឹងលោកស្រីផែថងឋានដែលធ្វើឲ្យមានការចលាចលឬក៏មានការព្រួយបារម្ភពាក់ព័ន្ធទៅនឹងការសន្ទនានេះក៏គណៈបកភូមិใจไทยនេះបែរជាភ្ជាប់រឿងមកថាខ្លួនមិនសប្បាយចិត្តនឹងទង្វើរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកស្រីផែថងឋានស៊ីនវ៉ាត់ជាពិសេសគឺទង្វើដែលពាក់ព័ន្ធទៅនឹងសេចក្តីថ្លៃថ្នូរការមិនគេហៅថារំលោភទំនុកចិត្តឬក៏ធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈរបស់ប្រជាពលរដ្ឋថៃជាដើមទើបខ្លួនសម្រេចចិត្តដកខ្លួនចេញចូលទៅខាងក្រមបពប្រឆាំងមិនមានន័យថាទៅខាងក្រមប្រឆាំងដែលឥឡូវនេះកំពុងតែមានសម្លេងកើនឡើងថែមលើអាសនៈ66ពីគណៈបកភូមិใจไทยដែលឯមួយផ្នែកទៀតគឺលោកណាតភងរឿងបញ្ញវុធដែលជាមេដឹកនាំក្រមប្រឆាំងគណៈបកប្រឆាំងគឺគណៈបកប្រជាជនថៃដែលជាបកបន្តវេនពីគណៈបក Move Forward ការពិមសមិញនេះបានទាមទារឲ្យលោកស្រីផែថងឋានទទួលខុសត្រូវចំពោះទទួលខុសត្រូវខាងនយោបាយចំពោះការរំលោភទំនុកចិត្តគឺការពាក់ព័ន្ធបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋថៃក៏ពាក់ព័ន្ធនឹងការសន្ទនាការបែកសម្លេងសន្ទនានេះដែរដូច្នេះចំណុចពីរនេះហើយដែលធ្វើឲ្យមានភាពរង្គោះរង្គើកាន់តែខ្លាំងហើយមួយទៀតក៏ពាក់ព័ន្ធទៅនឹងការអំពាវនាវរបស់ក្រមប្រឆាំងដែលមានសម្លេងច្រើនគឺគណៈបក Move Forward ក្រោយពេលរំលាយគណៈបកនេះទៅបង្កើតជាគណៈបកប្រជាជនថៃនៅមានអាសនៈក្នុងសភាហ្នឹងគឺ143ដែលឡែកភឿថៃបច្ចុប្បន្ននេះគឺ142នៅក្រោមសម្លេងក្រមប្រឆាំងទៅទៀតបើសិនជាគណៈបកតែមួយឥឡូវនេះគឺការអំពាវនាវដែលលោកណាតភងបានបញ្ជាក់ឲ្យថានឹងដឹកនាំការតវ៉ាទៀតជាច្រើនទៀតដើម្បីរុញឲ្យលោកស្រីផែថងឋានហ្នឹងគឺទទួលខុសត្រូវខាងនយោបាយចំពោះការដឹកនាំរបស់ខ្លួនដែលគ្មានសមត្ថភាពក្នុងការដឹកនាំប្រទេសនៅពេលនេះដូច្នេះចំណុចទីនេះគឺជាភាពចលាចលហើយមួយទៀតក៏ពាក់ព័ន្ធនឹងការលើកឡើងពីពាក្យចាមអារាមនានាដែលថាយោធាថៃអាចនឹងធ្វើរដ្ឋប្រហារស្របពេលភាពចលាចលដោយសារតែវាសំទំនងនឹងហេតុការណ៍ដែលធ្លាប់កើតឡើងរយៈកាលកន្លងមកនឹងពាក់ព័ន្ធនឹងការតវ៉ាជាដើមដែលរុញឲ្យយោធាចូលលោកដៃចូលធ្វើអន្តរាគមន៍ក្នុងការធ្វើរដ្ឋប្រហារជាដើមនោះបាទឥឡូវរឿងមួយទៀតដែលយើងបានលេចលឺមកថាបាទដែលយើងមានការលេចលឺមកយើងបានលឺថានាយករដ្ឋមន្ត្រីថៃលោកស្រីផែថងឋានស៊ីណាវ៉ាត់ត្រៀមលាលែងចេញពីតំណែងតើរឿងនេះវាមានភាពច្បាស់លាស់កម្រិតណាដែរលោករីណាបាទជាទូទៅនៅក្នុងព័ត៌មានចុះផ្សាយនៅប្រទេសថៃដូចជា The Nation បាងកកប៉ុស្តិ៍អីជាដើមมันបានលើកឡើងអំពីការត្រៀមលាលែងតំណែងជានាយករដ្ឋមន្ត្រីដោយរបស់លោកស្រីផែថងឋានស៊ីណាវ៉ាត់ទេហើយនៅព្រឹកមិញនេះជាការកត់សម្គាល់មួយដែរលោកស្រីផែថងឋានក៏បានរៀបចំវេទិកាក្នុងការថ្លែងសូមអភ័យទោសដល់ប្រជាពលរដ្ឋថៃដែលលោកស្រីលើកឡើងថាមានរឿងដែលធ្វើឲ្យពលរដ្ឋថៃមិនសប្បាយចិត្ត
ហើយក៏សូមអភ័យទោសដោយសារតែរឿងនេះมันគួរកើតឡើងមានអ្នកទម្លាយសម្លេងនៃការសន្ទនាដែលជាកលឹះនៃការចរចាបន្ធូរបន្ថយភាពតានតឹងក៏ក្នុងន័យដើម្បីប្រជាពលរដ្ឋថៃដែរប៉ុន្តែដោយសារតែរឿងនេះវារុញឲ្យមានភាពតានតឹងដូច្នេះលោកស្រីក៏សូមអភ័យទោសលោកស្រីបានបញ្ជាក់ថាបានពិភាក្សាពីគ្រោះយោបល់ជាមួយក្រុមគណៈបកចម្រុះដល់ទេរួចហើយក៏បានពិភាក្សាជាមួយយោធាខាងយោធាក៏បានឯកភាពនិងយល់ក៏បានឯកភាពហើយក៏បានយល់អំពីស្ថានភាពពេលបច្ចុប្បន្ននេះដែរដូច្នេះមកគិតមកត្រឹមពេលនេះគឺមិនមានសញ្ញាឬក៏ការផ្សព្វផ្សាយអំពីការលាលែងតំណែងទេដោយមានតែរដ្ឋមន្ត្រី8រូបដែលបានដាក់លិខិតលាលែងជាផ្លូវការនៅថ្ងៃនេះត្រង់ថាលោកស្រីផែថងថានាយករដ្ឋមន្ត្រីថៃគិតត្រឹមពេលនេះគឺមិនមានបង្ហាញសញ្ញាណានៃការចុះចេញពីតំណែងដោយលោកស្រីបានលើកឡើងថាទាំងកងទ័ពទាំងក្រមផ្សេងទៀតអ្នកនយោបាយផ្សេងទៀតក៏បានឯកភាពថាជាពេលវេលាដែលថៃត្រូវតែរួមគ្នាដើម្បីកសាងប្រទេសដើម្បីគេហៅថាគ្រប់គ្រងស្ថានភាពដែលកំពុងតែច្បូកច្បល់ជាពិសេសបញ្ហាសេដ្ឋកិច្ចមិនទាន់មានសភាពល្អប្រសើរជាពេលវេលាដែលគ្រប់ភាគីត្រូវតែបង្ហាញពីចេតនានៃការរួបរวมគ្នានេះគឺជាការធ្វើអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីថៃលោកស្រីផែថងថានស៊ីនវ៉ាត់នៅព្រឹកមិញនេះបាទតើខាងភាគីយោធាថៃមានបាននិយាយអ្វីខ្លះទេជំវិញស្ថានភាពនយោបាយថៃបច្ចុប្បន្ននេះបាទខាងយោធាថៃក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ឡើងវិញពីការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការការពារប្រជាពលរដ្ឋរបស់ខ្លួនជាពិសេសគឺការបដិញ្ញាចំពោះការរក្សាប្រព័ន្ធប្រជាធិបតេយ្យនៅក្នុងប្រទេសថៃលោកឧត្តមស្នេហ៍តូវិនថៃស៊ូរាវីអ្នកនាំពាក្យកងទ័ពថៃបាននិយាយនៅព្រឹកមិញនេះដែរថាប្រមុខយោធាថៃបានចេញសេចក្តីថ្លែងការណ៍ដើម្បីបញ្ជាក់ឡើងវិញពីការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការគោរពប្រព័ន្ធលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃក្នុងការធានាការពារប្រជាពលរដ្ឋថៃការពារបូរណភាពទឹកដីរបស់ថៃសេចក្តីថ្លៃថ្នូររបស់ប្រទេសថៃដោយមានព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋដូច្នេះសូមឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់និងជឿជាក់លើការដឹកនាំរបស់ប្រទេសនេះមេដឹកនាំរបស់ប្រទេសនេះហើយខាងយោធាក៏ត្រូវតែបញ្ញាចិត្តយ៉ាងមើលម៉ាត់ក្នុងការការពារពលរដ្ឋរបស់ខ្លួនមិនប្រឆាំងនឹងពលរដ្ឋរបស់ខ្លួនទេទោះបីក្នុងស្ថានភាពណាក៏ដោយប៉ុន្តែក្រុមអ្នកវិភាគនយោបាយនៅស្រុកថៃបានលើកឡើងថាការចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីការបញ្ញាចិត្តរបស់ទាហានថៃនេះគ្រាន់តែជាការបន្សាបនៅពាក្យចាមអារាមដែលថាថៃត្រៀមនឹងធ្វើរដ្ឋបហាយោធាស្របពេលដែលស្ថានភាពច្បូកច្បល់ជាពិសេសគឺស្ថានភាពច្បូកច្បល់ខាងនយោបាយនៅក្នុងប្រទេសថៃនៅពេលនេះបាទ